ចាំទាំងមើលវីដេអូនៅនេះទាំងអស់គ្នាអូខេ see you ចឹងយើងចេញដំណើរពីសាយកាទៅទៅប្រហែលម៉ោង9ជាងហើយធ្វើដំណើរទៅនឹងត្រូវ2 ម៉ោងចឹងហើយយើង enjoy view Saga City ទៅហើយនៅតាមផ្លូវនោះក៏មានធម្មជាតិផងដែរដូចជាមានវាលស្រែភ្នំអីចឹងហើយយើងទៅនឹងយើងត្រូវដូរតែភ្លើងដូចជាម្ដងនៅទូស៊ូ station ហើយបើយើងចេញពីទូស៊ូទៅជាអាយ៉ានៅប្រកកាហើយពេលទៅដល់ជាអាយ៉ានេះយើងទៅជាឡានក្រុងបន្តដើម្បីទៅជីវិតយើងនៅប្រកកានៅទីក្រុងប្រកកានោះហើយវាជាឡានក្រុងប្រហែលរយៈពេលជា20នាទីជាងទៅដល់ម៉ោងដែរខ្ញុំមិនដែលមកដល់ទេហើយលើកទី1ដែលខ្ញុំមកទីក្រុងនេះមើលទៅគឺអ្នកវាពុះច្រើនហើយទីរបៀបស្អាតផងដែរហើយនៅតាមផ្លូវយើងឃើញជីកាត់សមុទ្រជីកាត់អីដែរខ្ញុំមិនដឹងនៅសមុទ្រកំបងទេប៉ុន្តែឃើញតែស្ពានស្អាតមានទឹកមានអគារខ្ពស់នៅគេហ្នឹងមានភ្នំអីដែរមើលទៅដាក់ថា enjoy នឹងអ្នកនរគ្នាហើយពេលជាឡានក្រុងខ្ញុំជួបខ្មែរយើងពីរនាក់គាត់ទៅលេងសង្ការនៅនឹងដែរអញ្ចឹងទៅយើងជាឡានក្រុងគ្នាពេលយើងទៅដល់ហ្នឹងយើងចូលទៅដល់ពេលដែលលោកគាត់សូត្រមន្តហើយអញ្ចឹងទៅយើងក៏អង្គុយសិក្សាលោកតាមហ្នឹងទៅតាមទៅនឹងទំនុកពេលនៃយើងហើយការបណ្ដឹងបន្តមកទៀតគេមានកម្មវិធីផ្សេងៗដែរដូចជាពូក្នុងសាច់ហើយគេលេងល្បែងជាប្រៃផងដែរគេលេងល្បែងប្រជាប្រិយលេងល្បែងពីរយ៉ាងនេះគឺគេលេងបោះអង្គុយហើយស្វាតាំងទឹកឈើល្បែងប្រជាប្រិយខ្មែរបោះអង្គុយខ្ញុំបានចូលលេងនេះចឹងខ្ញុំទៅខកទៅហើយខ្ញុំក៏លេងសប្បាយមែនទេហើយទៅមកល្បែងទី2គឺស្វាតាំងទឹកឈើហើយខ្ញុំក៏ចូលលេងទៅចឹងហើយបានខ្ញុំបានមានវីដេអូខ្ញុំលេងតែខ្ញុំកំពុងតែចូលលេងល្បែងប្រជាប្រិយបន្ទាប់ពីលេងល្បែងជាប្រៃហើយយើងដល់ពេលយើងរំធំបាសអ្នកនរគ្នាប៉ុន្តែដោយសារខ្ញុំទៅ introvert ចឹងខ្ញុំអត់សូវខ្ញុំអត់ចេះរំទេខ្ញុំអង្គុយមើលគេរំពេលអង្គុយមើលគេបានយូរដែរមុនពេលខ្ញុំមកតែវិញអ្នកនរគ្នាបន្ទាប់ពីខ្ញុំអង្គុយមើលគេរំបានមកទុកហើយអញ្ចឹងខ្ញុំក៏មកទៅវិញដោយសារយើងចេះរំចឹងទៅមើលគេហើយទៅយើងក៏ជិះឡានក្រុងត្រឡប់មកវិញដែរខ្ញុំជិះឡានក្រុងខ្ញុំជិះឡានច្រឡំអញ្ចឹងទៅខ្ញុំទៅចុះដូចជានៅចិត្តពាក់តាមផ្លូវដោយសារខ្ញុំមកចង់ទៅជិះទៅមុខទៀតព្រោះទីអាចឆ្ងាយអញ្ចឹងទៅខ្ញុំក៏ឈប់ពាក់តាមផ្លូវខ្ញុំក៏ជិះដើរទៅជាអាយ៉ា station ហ្នឹងហើយពេលខ្ញុំដើរដូចជាប្រហែលជា15នាទីតទៅទៀតយើងដើរទៅយើងជួយយូរនៅក្នុងវិធីនេះហើយមើលឃើញភាពរលយនៅទីហ្នឹង
អ្នកនរគ្នាហ្នឹងវីដេអូយើងក៏មានតែប៉ុណ្្នឹងឯងពីយើងទៅដល់ជាអាចារ្យស្ទើរទៅយើងជិះមកសាកាវិញហើយយើងក៏សម្រាប់ទៅនៅផ្ទះយើងហើយនិយាយទៅវីដេអូហ្នឹងវីដេអូទី1ដែលខ្ញុំបញ្ចូលសលេងខ្ញុំមិនដែលបញ្ចូលលឹកផងទេអញ្ចឹងសូមក្រុមថាមានចំណុចខ្វះខាតឬក៏អីក៏កន្លែងណាឆ្កងកន្លែងណាអ្នកនរគ្នាអាចជួយ comment មកដើម្បីខ្ញុំកែតាមក្រោយសម្រាប់វីដេអូក្រោយៗទៀតហ្នឹងអរគុណអ្នកនរគ្នាសម្រាប់ការទស្សនាហើយ see you next video ជួបគ្នាវីដេអូក្រោយ